អ្នកដែលធ្លាប់បានទៅអាសាក់ឡែនប្រកាសជាស្គាល់គាត់នេះច្បាស់ហើយគាត់គឺជាជនជាតិទូគីម្នាក់ដែលមករស់នៅស្រុកខ្មែរនេះ10ឆ្នាំជាងហើយបងប្អូនហើយគាត់លក់ម្ហូបទូគីនេះនៅអាសាក់ឡែនហើយប្រភេទដែលល្បីជាងគេហ្នឹងគឺ chicken wrap របស់គាត់តែ chicken wrap ហ្នឹងគឺគេយកសាច់ទ្រូងមាន់យកមកដោតនៅចលួញរបស់គាត់ហើយអាំងពវល់ហ្នឹងតែឃើញយើងជាហ្នឹងដាក់មកមូជាមួយនឹងអាផ្ទាំងម្សៅរបស់គាត់ហ្នឹងអាហ្នឹងគេហៅថា chicken wrap បងប្អូនអាហ្នឹងគេមានជំរើសមានសាច់គោមានសាច់ទ្រូងមាន់អីហ្នឹងក៏បានដែរហើយគាត់មានលក់ជា burger មានអីចឹងទៅប៉ុន្តែឥឡូវនេះគឺគាត់មកបើកសាខាថ្មីមួយទៀតនៅម្ដុំផ្សារកាប់គោអានេះបើសិនជាយើងជិះពីវិមានឯករាជ្យទៅហួសស្ទូបសម្ដេចតាបន្តិចនៅខាងស្ដាំដៃហ្នឹងហើយនៅកន្លែងផ្សារមួយដែលគេលក់ជុំទល់មុខជាមួយនឹងកាទៀវទឹកខ្មៅហ្នឹងឃើញហើយផ្លាកលឿងហ្នឹងហើយដោយតែបងប្អូនឃើញមនុយរបស់គាត់ហ្នឹងខ្ញុំមិនសូវចេះហៅហ្មងទេមិនដែរមានច្រើនកន្លែងរបស់គាត់នេះយើងអាចញ៉ាំជា burger ក៏បានដលងកំពងអីក៏បានប៉ុន្តែអាហារដែលល្បីខ្លាំងជាងគេរបស់ទូគីហ្នឹងគឺនេះប្រភេទ chicken wrap របស់គាត់នេះដែលគាត់យកផ្ទាំងម្សៅហ្នឹងយកមកញីជាមួយនឹងអាសាច់ហ្នឹងរបស់គាត់នេះគាត់ឆាសាច់គោនេះដាក់ជាមួយនឹងបន្លែហ្នឹងមូដុំហើយកាត់ជាកង់ចេះហើយយើងអាចញ៉ាំជាមួយនឹងម្ទេសជ្រក់អីរបស់គាត់នៅហ្នឹងក៏បានហើយថែមជាមួយនឹងទឹកបេងប៉ោះទឹកម្ទេសអីចឹងទៅប៉ុន្តែអាប្រភេទ wrap ហ្នឹងគឺគេអាចមានជំរើសច្រើនបងប្អូនគេប្រើជាមួយសាច់គោដោយតែបងប្អូនឃើញនេះក៏បានយើងឆាដាក់ចឹងក៏បានហើយជាមួយនឹងប្រភេទទ្រូងមាន់ដែលគាត់ដោតជ្រលួញអាំងដូចដែលយើងឃើញនេះបងប្អូនហើយគាត់មានប្រភេទបាយទូគីបាយអីច្រើននិយាយទៅប្រភេទម្ហូបរបស់គាត់នៅហ្នឹងជំរើសច្រើនមុខមែនទែនសុទ្ធតែជាម្ហូបអាហារបែបទូគីចឹងហើយសម្រាប់បងប្អូនដែលជិះកាត់ហ្នឹងចង់បាន burger ឆ្ងាញ់ចង់បានប្រភេទ chicken wrap អីឆ្ងាញ់អីហ្នឹងគឺបងប្អូនអាចទៅកន្លែងរបស់គាត់បានកន្លែងគាត់នេះគឺល្បីណាស់នៅបាសាក់ឡែនខ្ញុំជឿថាអ្នកដែលធ្លាប់ទៅហ្នឹងគឺធ្លាប់បានសាកម្ហូបរបស់គាត់នៅហ្នឹងសឹងតែគ្រប់គ្នាហើយនេះឃើញតែគាត់នេះគឺស្គាល់ហើយមុខគាត់នេះឃើញស្គាល់ច្បាស់ហ្មងឥឡូវនេះគឺគាត់មកបរិយាសាខានៅនេះមួយទៀតហើយដោយសារតែគាត់លក់នៅនោះវាចាល់ដាច់ខ្លាំងដែរអញ្ចឹងណាបងប្អូនហើយឥឡូវនេះគឺយើងអាចមានជំរើសយើងអាចជិះកាត់ទៅខាងហ្នឹងយើងចូលញ៉ាំនៅកន្លែងផ្សារកាប់គោនេះក៏បានយើងអាចទៅទិញនៅបាសាក់ឡែននោះក៏បានហើយចំណុចពិសេសនៅកន្លែងរបស់គាត់ភាគច្រើនអ្នកដែលទៅហ្នឹងគឺគេញ៉ាំត្រាស់របស់គាត់នេះឆ្ងាញ់បងប្អូនដោយសារតែគាត់មានតិចនិចក្នុងការកាច់ដោយតែបងប្អូនឃើញអញ្ចឹងគឺកាច់ប្រហូរម្ដងបន្តិចមិនមែនបើកក្បាលរមណេមកប្រហូរដាក់ឲ្យតែពេញកែវណាបងប្អូននេះសុទ្ធតែតិចនិចហើយភាគច្រើនអ្នកដែលទៅហ្នឹងគឺភាគច្រើនបៀហ្នឹងមួយកែវត្រាស់មួយកែវហ្នឹងទៅហើយមាន chicken wrap របស់គាត់មួយអញ្ចឹងទៅហើយញ៉ាំអញ្ចឹងទៅអ្នកខ្លះក៏ញ៉ាំ burger អ្នកខ្លះទៀតញ៉ាំដលងកំពងអញ្ចឹងទៅប៉ុន្តែដែលល្បីហ្នឹងគឺអា chicken wrap របស់គាត់ហ្នឹងហើយដែលឃើញដោតអាំងហ្នឹងជាមកតិចហ្នឹងតំណងណាបងប្អូនអានេះគឺជាម្ហូបរបស់ទូគីពីសាខាបងប្អូនអញ្ចឹងហើយសម្រាប់បងប្អូនដែលចូលចិត្តប្រភេទអាហារទូគីអីហ្នឹងគឺត្រូវហើយប៉ុន្តែផ្ដាំផ្ញើបងប្អូន burger នៅកន្លែងគាត់ឆ្ងាញ់ហើយដោយតែបងប្អូនឃើញពីរបៀបធ្វើ burger របស់គាត់អញ្ចឹងគឺយក burger យកមកដាក់ទឹកសោះទឹកអីហើយឈានសាច់ហ្នឹងដាក់ភ្លាម2តង់បងប្អូនអានេះគឺច្រើនថានេះតែមួយហ្នឹងគឺឆ្អែតហើយគាត់មានដលងកំពងមានអីច្រើននេះមនុយដែលខ្ញុំដាក់ឲ្យមើលណាបងប្អូនហើយសម្រាប់សាខាថ្មីរបស់គាត់នេះគឺគេកន្លែងគេអង្គុយ share រួមគ្នាអញ្ចឹងទៅយើងអាចអង្គុយនៅនឹងញ៉ាំកន្លែងរបស់គាត់ហ្នឹងក៏បានយើងអាចញ៉ាំបុកល្ហុងញ៉ាំអីផ្សេងក៏មានជំរើសច្រើនដែរកន្លែងអង្គុយនេះហើយចាំខ្ញុំដាក់ទីតាំងព័ត៌មានបិទឲ្យបងប្អូនដែរអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេដើម្បីចែកម្លែកអរគុណបងប្អូនជំរាបលាបាយ